Volin ក៏បានធ្វើដំណើរមកដល់មុខប្រាសាទខ្មៅមួយបន្ទាប់ពី Volin បានចាត់ការទៅលើអប៉ាវគឺស្មារតីរបស់ Volin នៅពេលនេះវាហាក់ដូចជាត្រឡប់មកវិញទាំងស្រុងនៅពេលនោះក៏មានមនុស្សម្នាក់ដែលស្ថិតនៅក្នុងប្រាសាទពណ៌ខ្មៅក៏បានសួរទៅកាន់ Volin ផងដែរអាលអិតតើវិជាបាតដៃមនុស្សតើឯងរៀនមកពីណាចំណែក Volin បញ្ចេញក៏បានតបទៅកាន់គេវិញថាវិជាបាតដៃពណ៌មាសមួយនោះគឺខ្ញុំរៀនមកអំពីទឹកដីអមតៈបន្ទាប់ពីបានលើសូនជើងគេក៏មិនបានចាំយូរដែរក៏បានបញ្ជាឲ្យកូនចៅរបស់គេដេញចាប់ទៅកាន់ Volin បញ្ចេញមកតែម្ដងហើយ Volin បញ្ចេញនៅពេលនេះក៏អត្តចរិតរបស់ Hanley ចូលខ្លួនឯងថយម្ដងតិចម្ដងបន្តិចរត់តែផ្លូវរត់ចេញនឹងឯងនៅពេលនោះក៏មានបរិសម្នាក់ដែលមានគ្រឿងស័ក្តិពណ៌ខ្មៅក៏បាននិយាយទៅកាន់ Volin បញ្ចេញផងដែរថាអាលអិតកាយចោលរត់គេចទៅណានៅក្នុងស្ថានភាពមួយនេះគឺ Volin ហាក់ដូចជាមិនអាចរត់គេចបាននោះទេមានតែការតស៊ូតែប៉ុណ្ណោះមិនទាន់បាននិយាយចប់ផងតាចាស់មួយនេះក៏បានបញ្ចេញជាមួយនឹងធម្មពលរបស់គេបានស្រែកទៅកាន់មេឃថាភ្លៀងនៅពេលនោះក៏ផ្ទៃមេឃក៏បានផ្លាស់ប្ដូរទៅស្រងតែម្ដងបង្កើតបានទៅជាភ្លៀងប៉ុន្តែភ្លៀងទាំងអស់ហ្នឹងវាហាក់ដូចជាខុសពីធម្មតាទឹកភ្លៀងទាំងអស់ហ្នឹងគឺមានពណ៌ខ្មៅដំណក់ភ្លៀងមួយគ្រាប់បង្កើតបានទៅជាដាវមួយដ៏អស្ចារ្យនៅពេលនេះក៏ដាវរាប់ពាន់លានដងកំពុងតែវាយប្រហារមកកាន់ Volin ហើយខ្ញុំភ្លេចប្រាប់ទៅកាន់គ្នាជើងគឺអប៉ែដែលបានបើកការវាយប្រហារទៅកាន់ Volin គឺស្ថិតនៅក្នុងកម្រិតទី7ដំណាក់កាលចុងក្រោយ Volin ក៏បានដកជាមួយទងពលឹង 1000 លានចេញមកនៅបានបញ្ចេញពលឹងចំនួន100លានតែម្ដងទប់ស្កាត់ការវាយប្រហាររបស់តាចាស់មួយនឹងនៅពេលនេះគឺ Volin បញ្ចេញគឺអាចបំបាយជាមួយស្នេហ៍របស់តានឹងបានហើយតែកាចាស់មួយនឹងក៏បានសរសើរទៅកាន់ Volin បញ្ចេញផងដែរមិននឹកស្មាននោះទេត្រឹមតែកម្រិតទី7ដំណាក់កាលដំបូងសោះប៉ុន្តែអាចទប់ទល់ជាមួយនឹងស្នេហ៍វិហាររបស់គាត់បានហើយតែកាចាស់មួយនឹងក៏បានបញ្ចេញជាមួយធម្មពលរបស់គាត់មកផងដែរលេងមួយទំហឹងតែម្ដងឃ្លៀងខ្យល់ជាមួយនឹងរន្ទះនៅពេលនោះក៏ផ្ទៃមេឃតែមូលក៏បានផ្លាស់ប្ដូរទៅស្រោតែម្ដងបន្លិចឡើងនៅជាមួយនឹងធម្មពលរន្ទះដ៏អស្ចារ្យវាហាក់ដូចជារន្ទះឋានសួគ៌ដំណក់ទឹកភ្លៀងក៏បានលេចឡើងពីពេញផ្ទៃមេឃតែម្ដងចំណែកធម្មពលខ្យល់ក៏បានបញ្ចេញឡើងនៅធម្មពលដ៏អស្ចារ្យវាខ្មួលខ្មាញ់ខ្លាំងមែនទែនដូចជាខ្យល់ព្យុះមួយចឹងហើយ Volin បើជើងពិតជាឆ្ងល់ខ្លាំងមែនទែនពិតជាចម្លែកខ្លាំងណាស់សូម្បីតែធម្មពលរបស់គាត់អ្វីគ្រប់យ៉ាងសុទ្ធតែពណ៌ខ្មៅទាំងអស់សូម្បីតែរន្ទះមួយនេះក៏វាមិនមែនជារន្ទះធម្មតាដែរមិននឹកស្មាននោះទេអ្នកដែលស្ថិតនៅក្នុងកម្រិតទី7ដំណាក់កាលចុងក្រោយម្នេះបែរជាអាចកោះហៅជាមួយរន្ទះឋានសួគ៌មកប្រើប្រាស់បាន Volin ក៏មិនបានចាំយល់ទេក៏បានបញ្ចេញជាមួយតៅរបស់គេមកតែម្ដងហើយតៅនេះគឺជាផ្លូវវឹកហាត់ទៅអ្នកនរគ្នានៅពេលនោះគឺទន្លេពណ៌ស្វាយមួយក៏បានលេចឡើងដែលគេឲ្យឈ្មោះថាទន្លេនរកឬក៏ទន្លេមរណៈចំណែកឯតាកាចាស់មួយហ្នឹងក៏បានសរសើរទៅកាន់ Volin របស់យើងផងដែរអីយ៉ោះគឺឯងត្រឹមតែកម្រិតទី7តែប៉ុណ្ណោះបែរជាមានផ្លូវវឹកហាត់តខ្លួនទៅហើយតាចាស់យើងនេះគឺស្ថិតនៅក្នុងកម្រិតទី7ដំណាក់កាលចុងក្រោយកំពូលមិនមានផ្លូវវឹកហាត់នោះទេប៉ុន្តែអាវក្រត់ដែលយើងកំពុងតែពាក់នេះគឺវាមានផ្លូវវឹកហាត់របស់វារួចមកហើយចំណែកតែធម្មពលដែលតាកាចាស់មួយនឹងបានបញ្ចេញមករួមផ្សំជាមួយទឹកភ្លៀងរន្ទះឋានសួគ៌បូកជាមួយនឹងខ្យល់ព្យុះនឹងក៏បានហុំព័ទ្ធទៅកាន់ Volin បើជើងផងដែរនៅពេលនោះគឺ Volin បើជើងក៏បានបញ្ចេញជាមួយម្រាមដៃឋានរកមករួមផ្សំជាមួយទន្លេពណ៌ស្វាយប្រើប្រាស់ជាមួយរស័យមរណៈចំនួន130,000តែម្ដងហុំព័ទ្ធទៅកាន់ម្រាមដៃឋានរកមួយហ្នឹងហើយម្រាមដៃឋានរកមួយនេះវាពិតជាខ្លាំងមែនទែនសូម្បីអ្នកដែលស្ថិតនៅក្នុងប្រាសាទពណ៌ខ្មៅក៏ភ្ជាប់អើផងដែរហើយនៅក្នុងប្រឡោមលោកក៏គេបានបញ្ជាក់ផងដែរថាម្រាមដៃឋានរកដែល Volin កំពុងតែប្រើប្រាស់នេះគឺវាមានធម្មពលខ្លាំងមែនទែនខ្លាំងជាងម្ចាស់ដើមវាទៅទៀតគឺស៊ឺទូណានបើគិតទៅម្រាមដៃឋានរកដែលស៊ឺទូណានបានបញ្ចេញគឺវាមិនមានធម្មពល1/3នៃម្រាមដៃដែល Volin បានបញ្ចេញផងបញ្ជាឲ្យម្រាមដៃឋានរកមួយនោះវាប្រហារទៅកាន់ធម្មពលដែលតាកាចាស់មួយនោះបើកការវាប្រហារទៅកាន់ Volin នៅពេលនេះគឺ Volin បានប្រើប្រាស់ជាមួយធម្មពលបន្ថែមទៀតបំផ្លាញទៅកាន់ធម្មពលដែលតាកាចាស់វាប្រហារមកហ្នឹងហើយធម្មពលដែលតាចាស់មួយនោះបានបញ្ចេញមកគឺវាខ្លាំងមែនទែនសឹងតែខ្លាំងជាធម្មពលបាតដៃឋានរករបស់ Volin ទៅទៀតហើយ Volin ក៏បានខ្ទាតចាក់ចេញពីទីកន្លែងនេះគឺឆ្ងាយខ្លាំងមែនទែនដោយសារតែធម្មពលរបស់តាហ្នឹង Volin ក៏បានគិតផងដែរថាមើលទៅគឺមិនមានវិធីនៅក្នុងការយកឈ្នះតាចាស់មួយនេះបានឡើយមិនចាំយល់ទេ Volin បើយើងក៏បានបញ្ចេញជាមួយនឹងកូនដាវមួយមកផងដែរគឺជាកូនដាវដែល Volin ទទួលបានពីសិស្សលីនធានហួរនៅពេលនោះក៏ផ្ទៃមេឃក៏បានយាយទាំងស្រុងមកតែម្ដងចំណែកដាវរបស់លីនធានហួរគឺវាធំខ្លាំងមែនទែនបើប្រៀបធៀបជាមួយនឹងធម្មពលរបស់វាគឺស្ថិតនៅក្នុងកម្រិតទី12ឯណោះតែកាចាស់មួយនឹងក៏បានចាំយល់ដែរក៏បានបញ្ចេញជាមួយនឹងកងចាក់ពណ៌ប្រាក់មួយមកហើយតែចាស់មួយនេះក៏បានបញ្ចេញជាមួយពលឹងអរិយរួមបញ្ចូលជាមួយនឹងកងចាក់ពណ៌ប្រាក់មួយនឹងបង្កើតបានជាធម្មពលដ៏អស្ចារ្យហើយធម្មពលរវាងអាវុធទាំងពីរសឹងតែបំបែកមេទៅហើយនៅពេលនេះវាពិតជាអស្ចារ្យខ្លាំងមែនទែន Volin ក៏បានបញ្ជាឲ្យដាវមួយនឹងបើកការវាប្រហារទៅកាន់តាកាចាស់មួយនឹងតែម្ដងចំណែកតាកាចាស់មួយនឹងក៏បានប្រើប្រាស់ជាមួយនឹងកងចាក់បិសាចរបស់គេទប់ទល់ជាមួយការវាប្រហាររបស់ Volin ផងដែរមើលទៅធម្មពលអាវុធទាំងពីរនេះប្រហែលដូចជាស្មើគ្នាអញ្ចឹងមិនមាននរណាលើសនរណាឡើយអាវុធទាំងពីរនឹងក៏បានប៉ះទង្គិចគ្នាចំណែកឯបំទុះមួយក៏បានលេចឡើងផងដែរលើសួរថាប៊ូមដើរខ្លីមួយដើមជាមួយនឹងកងចាក់ក៏បានគ្រាទៅកន្លែងរៀងខ្លួនចំណែកឯកងចាក់មួយនឹងវាហាក់ដូចជាប្រេះស្រាំបន្តិចផងដែរហើយដាវរបស់ Volin ហាក់ដូចជាបាត់បង់ធម្មពលទាំងស្រុងតែម្ដងនៅពេលនេះហើយតែកាចាស់មួយនឹងគឺមិនមានរបួសនោះទេចំណែកឯ Volin បើយើងគឺក្អួតឈាមមកទាំងធ្លុកតែម្ដង Volin ក៏បានខ្ចីចរិតរបស់ Hanley ប្រើសិនហើយគឺដាក់មេប្រូចតែម្ដងគឺក្បាច់ម៉ែចែកឲ្យចំណែកឯតែកាចាស់មួយនឹងនៅតែបន្តបញ្ចេញធម្មពលបើការវាប្រហារទៅកាន់ Volin ចឹងកិច្ចការវាប្រហាររបស់តាចាស់នឹងផងប្រើប្រាស់ជាមួយធម្មពលរបស់គេដើម្បីតែផ្លាស់ទីចាក់ចេញពីទីកន្លែងហ្នឹងនៅពេលនេះ Volin ក៏បានបញ្ចេញជាមួយត្រែមួយគៀបសង្កត់ទៅកាន់ចៅស៊ីស៊ូផងដែរនាងគួរតែប្រាប់អំពីវិធីប្រើប្រាស់ជាមួយនឹងក្របថ្នាំឈាមមួយនោះបើសិនជាខ្ញុំស្លាប់នៅក្នុងការប្រយុទ្ធមួយនេះគឺនាងប្រកាសជាស្លាប់មិនខាននោះឡើយហើយ
ហើយត្រែរបស់ Volin នៅតែបន្តគៀបសង្កត់ទៅកាន់ Jiao Shisu រឹតបន្តឹងម្ដងបន្តិចចំណែកតែនាងហាក់ដូចជាមិនចង់ប្រាប់ទៅកាន់ Volin ឡើយនៅពេលនោះ Volin នៅតែបន្តនិយាយបន្ថែមទៀតថាបើសិនជាខ្ញុំស្លាប់គឺនាងនឹងត្រូវរឹតបន្តឹងទៅដល់ត្រែមួយនេះគឺបាត់បង់ជីវិតដូចតែគ្នានៅចុងក្រោយគឺ Jiao Shisu ក៏បានដាក់ចិត្តប្រាប់ទៅកាន់ Volin បញ្ជើងផងដែរអំពីវិធីសាស្ត្រនៅក្នុងការប្រើប្រាស់ជាមួយក្របថ្នាំឈាមមួយនេះ Volin ក៏បានប្រើប្រាស់ជាមួយក្របថ្នាំឈាមចំណែកនៅពេលនេះវាហាក់ដូចជាផាត់ផាយខ្លាំងមែនទែនតានឹងនៅតែបន្តដេញតាមទៅកាន់ Volin ក៏បានគប់ផ្លាកសញ្ញាមួយចាស់ចេញអំពីខ្លួនរបស់គេគឺចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រតែម្ដងចាស់ចេញអំពីទីកន្លែងហ្នឹងហើយ Volin ក៏បាននិយាយទៅកាន់តាកាចាស់មួយនឹងផងដែរបើសិនជាថ្ងៃនេះគឺយើងមិនអាចចាក់ចេញបាននោះទេគឺយើងនឹងសម្លាប់ឯងតែម្ដងគឺស្លាប់ទាំងពីរនាក់ប្រើប្រាស់ជាមួយធម្មពលរបស់គេដែលនៅសេសសល់ទាំងអស់រួមផ្សំជាមួយធម្មពលជីវិតទាំងស្រុងផឹកជាមួយនឹងស្រែអមតៈចំនួន4ដំណក់ថែមទៀតនៅពេលនេះគឺធម្មពលរបស់ Volin គឺកើតខ្ពស់ខ្លាំងមែនទែនអស់ពីការដកថយនៅពេលនេះគឺ Volin បញ្ជើញក៏បានសម្រុកចូលទៅកាន់តាមួយនឹងតែម្ដងចំណែកតាកាចាស់បន្ទាប់ពីបានឃើញចឹងក៏បានហាក់ដូចជាភ័យខ្លាំងមែនទែនក៏ដឹងថា Volin បញ្ជើបំរុងតែធ្វើអីហើយបញ្ឈប់ការដេញតាមរបស់គាត់នឹងដកថយក្រោយបន្តិចចំណែក Volin បញ្ជើនៅតែបន្តសម្រុកចូលទៅមុខទៀតក៏បានបំទុះខ្លួនឯងតែម្ដងប៉ងធម្មពលនៃការបំទុះខ្លួនរបស់ Volin គឺវាខ្លាំងមែនទែនសឹងតែស្មើជាមួយអ្នកដែលស្ថិតនៅក្នុងកម្រិតទី7ដំណាក់កាលចុងក្រោយកំពូលចំណែកឯតាចាស់ម្នាក់ហ្នឹងក៏បានយកគ្រឿងសឹករបស់គាត់មករងផងដែរវាហាក់ដូចជាមិនអាចទប់ជាប់នោះទេគឺគ្រឿងសឹករបស់គាត់គឺបានបែកទាំងស្រុងនៅពេលនោះក៏មានកណ្ដាប់ដៃមួយទៀតក៏បានវាយប្រហារទៅកាន់គាត់តែម្ដងហើយកណ្ដាប់ដៃមួយនេះគឺវាមិនមែនធម្មតាឡើយគឺរួមផ្សំជាមួយធម្មពលចុងក្រោយរបស់ Volin រួមផ្សំជាមួយធម្មពលជីវិតរបស់គេថែមទៀតហើយកណ្ដាប់ដៃធម្មពលមួយនេះគឺ Volin បើចេញក៏បានបញ្ចេញមុនពេលដែល Volin បានបំទុះខ្លួនកណ្ដាប់ដៃធម្មពលមួយនេះក៏បានស្ទុះវាយប្រហារទៅកាន់តាចាស់នឹងតែម្ដងហាក់ដូចជាមិនអាចទប់ទល់ជាប់បានឡើយក៏ផ្លោងទៅជាមួយនឹងប្រាសាទពណ៌ខ្មៅនឹងក៏បែកបាក់ខ្ទេចតែម្ដងតាចាស់នៅពេលនេះគឺហាក់ដូចជាទ្រុឌទ្រោមខ្លាំងមែនទែនដោយសារតែការបំទុះខ្លួនរបស់ Volin រួមផ្សំជាមួយកណ្ដាប់ដៃធម្មពលជីវិតចុងក្រោយរបស់ Volin ថែមទៀតបើសិនជាមិនមានគ្រឿងសឹកនោះទេគឺតាចាស់មួយនេះនឹងបាត់បង់ជីវិតមិនខានឡើយចំណែកឯមនុស្សម្នាក់ដែលស្ថិតនៅក្នុងប្រាសាទពណ៌ខ្មៅក៏បានជ័យឡើងផងដែរថា Volin បើយើងពិតជាប្រហើនខ្លាំងមែនទែនតែហ៊ានបំផ្លាញជាមួយប្រាសាទខ្មៅរបស់គេហើយខ្ញុំសូមប្រាប់ទៅកាន់គ្នាយើងតិចទៅថាអាប្រាសាទខ្មៅមួយនេះគឺវាមានតួនាទីសំខាន់ខ្លាំងមែនទែនវាដូចជាកំណប់ទ្រព្យកំពូលមួយអញ្ចឹងគឺវាអាចផលិតជាមួយធម្មពលបិសាចគឺឥតឈប់ឈរតែម្ដងក៏ច្រើនខ្លាំងមែនទែនជាពិសេសគឺវាអាចជំនួយដល់ការវឹកហាត់របស់ម្ចាស់វាថែមទៀតការចាប់ខ្លួនទៅកាន់ Volin ក៏ចាប់មិនបានផងដែរចំណែកឯកំណប់ទ្រព្យកំពូលរបស់គាត់ក៏ត្រូវបានខូចខាតទាំងស្រុងគឺជាកំណប់ប្រាសាទពណ៌ខ្មៅបើសិនជាអ្នកនរគ្នាចិត្តល្អអីក៏អាចប៉ាកាហ្វេខ្ញុំបានផងដែរតាមរយៈ QR ដែលខ្ញុំដាក់នៅលើវីដេអូនឹងផ្ទាល់ហើយគ្នាយើងក៏ភ្លេចជួយ like share comment follow ម្នាក់មួយផងជាពិសេសគឺ comment តែម្ដងគឺគ្នាយើង comment អីក៏បានដែរ comment ឲ្យច្រើនៗមកនៅក្នុងវីដេអូមួយហ្នឹងអរគុណគ្នាយើងបាយបាយ